trade fair នៅ LSI នេះអស្ចារ្យមែនតើដោយសារតែជាការអនុវត្តជាក់ស្ដែងឲ្យនិស្សិតគាត់បានផ្សារភ្ជាប់អ្វីដែលគាត់រៀននៅក្នុងសាលាហើយមេរៀនហ្នឹងគឺយកមកអនុវត្តហ្មងអញ្ចឹងអ្វីដែលគាត់បានធ្វើនេះគឺឆ្លុះបញ្ចាំងពីការចេះដឹងរបស់គាត់ពីចំណេះដឹងរបស់គាត់ពីបទពិសោធន៍ដែលគាត់បានយកមកអនុវត្តនេះគឺជួយគាត់ឲ្យគាត់កាន់តែមានការចេះដឹងទៅលើអ្វីដែលគាត់បានរៀនសូត្រខ្ញុំមានអារម្មណ៍រំភើបរីករាយសប្បាយចិត្តមែនទែនដោយសារតែការដែលបង្កើត LSI Business School នេះគឺចង់ឲ្យនិស្សិតគាត់មានចំណេះដឹងទីមួយគឺផ្នែកភាសាអង់គ្លេសគឺខ្ញុំសប្បាយចិត្តដោយសារភាសាអង់គ្លេសឥឡូវគឺរអិលបាទនិស្សិតបុគ្គលិកអីធ្វើការជាមួយគ្នាហើយអ្នកដែលគាត់មកក្រោយៗហ្នឹងក៏គាត់បន្តការរៀនសូត្រទី2ចំណេះដឹងទៅលើមុខវិជ្ជាដែលគាត់រៀននៅមហាវិទ្យាល័យហើយរឿងដែលសំខាន់គឺចេញជាលទ្ធផលជាក់ស្ដែងអញ្ចឹងគឺសពបញ្ជាក់ឲ្យឃើញថានេះមិនមែនគឺផ្ដោតទៅលើទ្រឹស្ដីនិយមទេគឺការជាក់ស្ដែងនិយមគឺផ្ដោតទៅលើភាពជាក់ស្ដែងនិយមដែលនិស្សិតគឺគាត់បានបញ្ចេញស្នាដៃដោយផ្ទាល់តែម្ដងសំណូមពរចង់ឲ្យDr. Nathan ហើយនិងសាស្ត្រាចារ្យទាំងអស់ហ្នឹងគឺគាត់បន្តការធ្វើសកម្មភាពជាក់ស្ដែងអញ្ចឹងឲ្យបានច្រើនទៀតហើយក៏ចង់សំណូមពរឲ្យអាណាព្យាបាលចូលរួមឲ្យបានកាន់តែច្រើនដើម្បីមើលឃើញថាតើកូនខ្លួនឯងមករៀនហ្នឹងគឺគាត់មានការចេះដឹងប៉ុណ្ណាហើយគាត់ធ្វើបានអស្ចារ្យប៉ុណ្ណាហ្នឹងគឺអ្វីដែលជាសំណូមពរហើយក៏ចង់ឃើញនិស្សិតដទៃផ្សេងៗជាច្រើនទៀតហ្នឹងគឺគាត់មកទទួលចំណេះដឹងនិងគាត់ពិសោធន៍ហើយនឹងការអនុវត្តជាក់ស្ដែងបែបនេះព្រោះសាលាអនុវត្តបែបអញ្ចេះគឺពិតជាត្រូវការចាំបាច់កាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជាយើងដើម្បីជំរុញឲ្យនិស្សិតខ្មែរយើងហ្នឹងគឺគាត់បានទាំងចំណេះដឹងទាំងចំណេះធ្វើដែលវាឆ្លោះបញ្ចាំងថាចេះមិនចេះគឺនៅពេលហ្នឹងឯងការអប់រំថ្នាក់ឧត្តមសិក្សាបានផ្ដល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានជំនាញនិងចំណេះដឹងដើម្បីមានសមត្ថភាពនៅក្នុងទីផ្សារប្រកួតប្រជែងវិទ្យាស្ថាន LSI Business School ផ្ដោតលើគុណភាពផ្ដល់ជូននិស្សិតនូវកម្មវិធីសិក្សាស្តង់ដារអន្តរជាតិនិងបណ្ដុះបណ្ដាលនិស្សិតឲ្យមានជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យមពូកែភាសាអង់គ្លេសនិងមានចរិតលក្ខណៈល្អដើម្បីក្លាយជាអនាគតអ្នកដឹកនាំធុរកិច្ចវ័យក្មេងមានទាំងសមត្ថភាពនិងគុណធម៌សូមអញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សស្វែងយល់អំពីកម្មវិធីសិក្សាបន្ថែមតាមរយៈ link ឬ scan QR code LSI Business School, where leaders learn.